ខ្ញុំមើល website មិញណាឃើញកសិករខ្មែរល្អមិនទាន់ច្រើនណាគាត់ពិបាកគ្រប់គ្រងពិបាកដាំដំណាំហើយពិបាកលក់ចេញទៀត Nên tao lại tên qua một ngày nay nè mà nói những cái hàng cô này rồi mình là sai em muốn là ai chú đâu của qua bán á. Thì chắc là chỉ không là thơ mà mẹ đã làm bài chưa còn. Trong thực hiện bây giờ đi bao nhiêu nè. Đã xa tại nhóm tập bao bị khai nữa chôn mạng tầm mơ cho ca quạt ta ở sơ sài chết đi đã xa tại mát hoặc bạc không con tầm nắm về nam mua tiếp quạt thời cho lăng khai tiền năng ấy thời mong à lời năng dân tập trung tại họ bạc ca system mua làm bay chui sạc công này ta mấy dân họ bạc ca system làm bay chui cả sẽ có nằm phe can đại nghe sủa cho muốn mày cân mày dài ហ្នឹងហើយល្អតាអញ្ចឹងឥឡូវយើងមកការ system ពីកសិកម្មហ្មងពួក AI គ្រប់គ្រងដំណាំផងហើយដោះស្រាយបញ្ហាបានទៀត mạng nhómกับbạn trong ca đã lụa đang Tấn dân cô thay bạc cả cảm thi muối đã rồi cả có ai đã lộ bàn chẳng vì ai nghĩ số đó nhận tin phong ná tầm bày rồi tin vì chồng ngái តើឥឡូវយើងមកការ system ហ្នឹងហ្មងណា Agriplan Management System បានដាក់ជូននូវមុខងារសំខាន់ៗចំនួន2ដូចជាមុខងារ Admin និងមុខងារ User ចំពោះមុខងារ Admin គាត់មានសិទ្ធិអាចគ្រប់គ្រងទៅលើការដាំដំណាំគ្រប់គ្រងទៅលើបញ្ហាគ្រប់គ្រងទៅលើការប្រមូលផល stock គ្រប់គ្រងទៅលើការលក់គ្រប់គ្រងទៅលើការចំណាយគ្រប់គ្រងទៅលើ account user និងសួរអំពី about us ដែលបង្ហាញពីសមាជិកម្នាក់ៗចំពោះមុខងារ user គាត់មានសិទ្ធិមួយចំនួនដូចជាមានសិទ្ធិពេញលេញក្នុងការទិញផលិតផលដំណាំដែលមានស្រាប់ដោយផ្ទាល់ពី system មើលដំណាំដែលមានស្វែងរកការទិញដែលតាក់ទងដំណាំជាក់លាក់មួយយ៉ាងរហ័សទាញយកវិក័យប័ត្រប្រតិបត្តិការជាក់លាក់អតិថិជនអាចគ្រប់គ្រងលើសុវត្ថិភាពគណនីរបស់ពួកគេព្រមទាំងចូលទៅកាន់ about us បានផងដែរសូមស្វាគមន៍មកកាន់ Agriplan Management System នៅផ្ទាំងដំបូងមាន option ចំនួន3ចូលទៅកាន់ admin option យើងត្រូវបំពេញ username និង password ដើម្បី login ចូលចុច key tab ដើម្បីសូរនិង hide password login successfully system នឹងនាំយើងទៅកាន់ admin menu ដែលមាន8 option ចូលទៅកាន់ crop management ដែលមាន option មួយចំនួនតាក់ទងទៅនឹង insert crop គឺយើងត្រូវបញ្ចូលទៅនៅមួយចំនួនជាមុនសិនដូចជា crop name season planting date harvest date status ចំពោះ season និង status គឺយើងត្រូវប្រើ row key all row key up down left right ដើម្បីជ្រើសរើសជម្រើសចូលទៅកាន់ view crop ដើម្បីមើលទិន្នន័យដែលយើងបាន insert ចូលតាក់ទងទៅនឹង search crop គឺយើងត្រូវបំពេញ ID នោះនឹងឃើញទិន្នន័យនៅខាងក្រោមនេះចំពោះ update crop គឺយើងត្រូវបំពេញ ID ដូចគ្នាហើយត្រូវបំពេញទិន្នន័យដែលយើងចង់ update នោះ update ជោគជ័យនោះនឹង alert សួរថាយើងចង់ update មែនឬក៏អត់បន្ទាប់មកចូលទៅផ្ទាំងផ្ទាត់ទិន្នន័យដែលយើងបាន update មុននេះតាក់ទងទៅនឹង delete crop គឺយើងត្រូវបញ្ចូល ID ដូចគ្នាបន្ទាប់មក system នឹង alert សួរថាចង់លុបមែនឬក៏អត់ចូលមកផ្ទាំងផ្ទាត់មើល ID C18 ត្រូវបានលុបបាត់ហើយឥឡូវយើងបែរទៅកាន់ admin menu ចូលទៅកាន់ program report យើងត្រូវប្រើ arrow key left right ដើម្បីជ្រើសរើស option ដើម្បី insert crop យើងត្រូវជ្រើសរើស crop ដែលមាន problem ជាមុនសិនបន្ទាប់មកត្រូវចូលទៅបំពេញ description ដោយប្រើប្រាស់ key up down left right ដើម្បីបំពេញទិន្នន័យ generate date report auto status ក៏ប្រើ arrow key ដែរបន្ទាប់មកចូលមកកាន់ view problem យើងនឹងឃើញទិន្នន័យនៅទីនេះ back ទៅកាន់ admin option យើងចូលទៅកាន់ harvest stock តាក់ទងទៅនឹង insert harvest stock គឺយើងត្រូវ select crop ដែលយើងចង់ប្រមូលផលបន្ទាប់មកត្រូវបំពេញ quantity និង price per unit ចូលទៅកាន់ view harvest stock និងសូរទិន្នន័យនៅទីនេះ back ទៅកាន់ admin menu ចូលទៅកាន់ sales management គឺយើងត្រូវប្រើ arrow key left right up down ដើម្បីជ្រើសរើស option ដើម្បី insert crop គឺយើងត្រូវ select crop ដែលយើងចង់ទិញជាមុនសិនបន្ទាប់មកបញ្ចូលទិន្នន័យមួយចំនួនដូចជាឈ្មោះលេខទូរស័ព្ទចំនួនដែលត្រូវទិញចូលទៅកាន់ view all buying យើងនឹងឃើញទិន្នន័យនៅទីនេះប្រើប្រាស់ row key left right ដើម្បីមើលទិន្នន័យបានច្រើនចូលទៅកាន់ search យើងគ្រាន់តែបញ្ចូលឈ្មោះនោះនឹង list customer នៅទីនេះ
ចូលទៅកាន់ sort total by descending គឺ list ពីធំមកតូច list ចំនួន total back ទៅកាន់ admin menu ចូលទៅកាន់ expand យើងប្រើ arrow key left right ដើម្បីជ្រើសរើសចូលទៅកាន់ view និងសូត្រទិន្នន័យទាំងអស់នៅទីនេះព្រមទាំង total amount ផងដែរ back ទៅកាន់ admin menu ចូលទៅកាន់ manage user account មាន option មួយចំនួនយើងក៏អាចមើល account របស់ user ផងដែរចូលទៅកាន់ about us យើងក៏បានធ្វើសេចក្តីថ្លែងអំណរគុណទៅដល់ក្រសួងប្រៃសណីនិងទូរគមនាគមន៍មូលនិធិសអសាលាអានព្រមទាំងរៀបរាប់អំពីសមាជិកម្នាក់ៗចុចលេខ1 system នឹងនាំទៅកាន់ website របស់សាលាអានចំពោះលេខ2នឹងនាំទៅកាន់ website របស់ក្រសួងប្រៃសណីនិងទូរគមនាគមន៍ឥឡូវយើងចូលទៅកាន់ user វិញម្ដងគឺយើងត្រូវ register ជាមុនសិនបន្ទាប់មកត្រូវបំពេញទិន្នន័យមួយចំនួនដូចជា full name phone number username password និង confirm password ដោយប្រើប្រាស់ key tab ដើម្បីសូលឬក៏ hide password register ជោគជ័យយើងត្រូវ log in បន្ទាប់មកបញ្ចូលទិន្នន័យដូចជា username និង password log in ជោគជ័យ system នឹងនាំមកកាន់ user menu ដែលមាន5 optionចូលទៅកាន់ buying graph យើងត្រូវប្រើប្រាស់ arrow key left right up down ដើម្បីជ្រើសរើស option ដើម្បីទិញបានគឺយើងត្រូវ select graph ដែលយើងចង់ទិញបន្ទាប់មកត្រូវបំពេញចំនួនដែលយើងចង់ទិញបានជោគជ័យយើងក៏អាចទិញបានម្ដងទៀតដែរដោយគ្រាន់តែចុច key enter នោះយើងអាចជ្រើសរើស graph ដែលយើងពេញចិត្តក្នុងការទិញម្ដងទៀតចូលទៅកាន់ view all buying និងសូពីទិន្នន័យដែលយើងបានទិញទាំងអស់យើងក៏អាចសាច់រក graph ដែលយើងបានទិញផងដែរដោយគ្រាន់តែបញ្ចូលឈ្មោះ graph នោះចូលទៅកាន់ sort ដើម្បីមើលពី total ក៏បានដែរ back ទៅកាន់ user menu យើងក៏អាចមើល history និង invoice ដែលយើងបានទិញទាំងអស់ដោយប្រើប្រាស់ key left right ដើម្បីមើល invoice បានច្រើន user ក៏មានសិទ្ធិក្នុងការម្នាក់ account ផងដែរដោយអាច change password ឬក៏ change ទិន្នន័យមួយចំនួនជ្រើសរើស log out នោះ system នឹងនាំមកកាន់ទំព័រដើមនៅពេល exit program នោះ system នឹងសួរ do you want to exitសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងប្រៃសណីនិងទូរគមនាគមន៍មូលនិធិសអនិងសាលាអាន Technology Training Center ដែលបានផ្ដល់ឱកាសដ៏មានតម្លៃដោយបានផ្ដល់អាហារូបករណ៍សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញ Mobile App ដោយប្រើប្រាស់ Flutter អាហារូបករណ៍នេះមិនត្រឹមតែជួយផ្ដល់ឱកាសឲ្យពួកខ្ញុំអាចស្វែងយល់បន្ថែមអំពី Flutter ដែលជាបច្ចេកវិទ្យាកំពុងទទួលបានការពេញនិយមបំផុតសម្រាប់ការអភិវឌ្ឍកម្មវិធីទូរស័ព្ទនាពេលបច្ចុប្បន្នប៉ុណ្ណោះទេប៉ុន្តែក៏ជាការលើកទឹកចិត្តដ៏អស្ចារ្យសម្រាប់ពួកខ្ញុំក្នុងការបន្តការសិក្សានិងអភិវឌ្ឍខ្លួនក្នុងវិស័យព័ត៌មានវិទ្យាពួកខ្ញុំសូមបដិញ្ញាថានឹងអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យបានល្អបំផុតដើម្បីអាចប្រើប្រាស់ចំណេះដឹងនិងជំនាញដែលខ្ញុំទទួលបាននេះក្នុងការបង្កើតកម្មវិធីដែលមានប្រយោជន៍សម្រាប់សង្គមជាតិជាចុងក្រោយខ្ញុំសូមជូនពរមិត្តសិស្សនិស្សិតគ្រូបង្រៀន mentor គណៈកម្មការនិងគណៈគ្រប់គ្រងសាលា and Technology Training Center ឲ្យមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចនិងជោគជ័យក្នុងការអភិវឌ្ឍវិស័យនៅកម្ពុជាសូមអរគុណសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការទស្សនាប្រសិនបើមានកំហុសខុសឆ្គងឬកង្វះខាតណាមួយសូមមេត្តាអភ័យទោសផង